ថ្ងៃនេះតែជាមួយនឹងដុំតម្លៃថ្មីដុំតម្លៃតៃវ៉ាន់យើងបានតេស្តរួចរាល់ទៅយើងណែនាំជូនភ្ញៀវឲ្យបានចូល stock យូរថ្ងៃប៉ុន្តែអ្នកលក់អត់មានពេលធ្វើវីដេអូអត់មានពេលចម្អិនអត់មានពេលសាកអត់មានពេលតេស្តអញ្ចឹងអត់ទាន់បានលក់ជូនបងសម្រាប់បងដែលគាត់ធ្លាប់យកដុំតម្លៃរបស់ម៉ាក់ចាស់នេះទៅបងទាំងអស់គ្នាសម្រាប់ដុំតម្លៃម៉ាក់ចាស់នេះបងទាំងអស់គ្នាដែលធ្លាប់ប្រើឥឡូវនេះឡើងថ្លៃមកដុំដល់$3ហើយដាក់ទឹកបាន6ទៅ8លីត្រសម្រាប់អ្នកធ្វើដាក់ទឹកកកបន្ថែមបែបនេះមកកញ្ចប់នឹងដាក់ទឹក6លីត្របងដែលយកទៅធ្វើច្រកដបលក់បងដាក់ទឹកដល់8លីត្រអញ្ចឹងអានេះគឺតម្លៃឡើងមកដុំនេះ$3តម្លៃដុំអីគឺបងអាចឆាតចូលភេកបានហើយសម្រាប់ដុំតម្លៃរបស់តៃវ៉ាន់នេះដែលជាផលិតផលចូលថ្មីហើយគឺទឹករបស់វាដែលខ្ញុំបានធ្វើហើយបានតេស្តបានសាករសជាតិហើយរសជាតិរបស់វាគឺអត់ខុសពីដុំតម្លៃម៉ាក់នេះឆ្ងាញ់ទេគឺរៀងគ្នាមែនទែនសម្រាប់ពណ៌ទឹកអីគឺស្តៀងគ្នាណាហើយក្លិនអីគឺស្តៀងគ្នាវាគឺឆ្ងាញ់ដូចគ្នាសម្រាប់ដុំតម្លៃតៃវ៉ាន់នេះដាក់ទឹកបានតិចជាងដុំតម្លៃរបស់ម៉ាក់ចាស់សម្រាប់ដុំតម្លៃនេះមកកញ្ចប់វាទម្ងន់ដុំវាហ្នឹងគឺតែត្រឹម550ក្រាមទេដែលចាស់ហ្នឹង600ក្រាមអញ្ចឹងទម្ងន់វាតិចយើងដាក់ទឹកបានរៀងតិចជាចាស់តិចណាសម្រាប់ដុំតម្លៃនេះបើសិនជាបងយកទៅធ្វើដាក់ទឹកកកបន្ថែមបែបនេះដូចខ្ញុំគឺបងដាក់ទឹកត្រឹមតែ5លីត្រប៉ុណ្ណោះក្នុងមួយដុំនេះដែលដុំម៉ាក់ចាស់គឺយើងអាចដាក់ទឹកបាន6ទៅ8លីត្រអញ្ចឹងអានេះគឺយើងដាក់ទឹកបានត្រឹមតែ5ទៅ6លីត្រប៉ុណ្ណោះបើសិនជាបងធ្វើដាក់ទឹកកកបែបនេះបងដាក់ទឹកត្រឹម5លីត្រហើយបើសិនជាបងធ្វើច្រកដបលក់អញ្ចឹងបងដាក់ទឹកត្រឹមតែ6លីត្រឬ6លីត្រកន្លះតែប៉ុណ្ណោះបងធ្វើដាក់ច្រកដបលក់ហ្មងអត់បន្ថែមទឹកកកខែបងដាក់ទឹកដល់6ទៅ6លីត្រកន្លះអញ្ចឹងសម្រាប់អានេះតម្លៃមួយដុំត្រឹមតែ2រៀលកន្លះទេតម្លៃដុំគឺយើងមានជូនបងអញ្ចឹងបងដែលត្រូវការកំណត់ត្រូវការសាកបងអាចតាក់ទងមកបានណាចំពោះអានេះគឺដុំតម្លៃរបស់ប្រទេសតៃវ៉ាន់ហើយសម្រាប់ដុំតម្លៃម៉ាក់ចាស់នេះក៏បងនៅតែអាចបន្តកំណត់បានធម្មតាដែរតែមកកញ្ចប់នេះតម្លៃ$3ឡើងថ្លៃ5កាយបងបើយើងអត់ព្រមឡើងថ្លៃគឺយើងអត់មានបានលក់អញ្ចឹងមួយដែលគាត់ធ្លាប់ប្រើម៉ាក់នេះគឺនៅតែអាចបន្តកំណត់ម៉ាក់នេះបានយើងនឹងមាន stock សម្រាប់បងយកទៅលក់បន្តលក់អីគឺនៅមាន stock តែបងត្រូវយកទៅលក់ឡើងថ្លៃទៅតាមក្រុមហ៊ុនដែលគេឡើងថ្លៃដូចគ្នាណាបងណាតែបងយកទៅធ្វើលក់អីគឺនៅតែចំណេញបងណាពួកយើងយកទៅធ្វើដាក់ទឹកបានច្រើនលីត្រនៅតែលក់ចំណេញអញ្ចឹងបងអត់ចង់ដូររសជាតិឆ្នាំម៉ាក់ចាស់ដែរទៅយើងនឹងមាន stock បានសម្រាប់បងកំងយកទៅលក់បានហើយបងចង់សាកម៉ាក់ថ្មីដែលតម្លៃទូថ្លៃអីរសជាតិថ្មីអីកម្លាំងជាន់គេអីបងអាចសាកជាមួយដុំតម្លៃតៃវ៉ាន់ថ្មីនេះបានអញ្ចឹងត្រូវការកំងអាច inbox ចូល page របស់ខ្ញុំបានណា